ល្បីថាបុរសចង់ឲ្យរដ្ឋាភិបាលបង្កើតច្បាប់ថ្មីអនុញ្ញាតឲ្យពួកគាត់យកប្រពន្ធច្រើនដើម្បីបង្កើតធនធានស្រាប់តែទីនេះបោះពាក្យសម្ដីទៅវិញប៉ុន្មានឃ្លាឮហើយឆ្អែតបាយ7ថ្ងៃបន្ទាប់ពីផ្ទុះល្បីពេញបណ្ដាញសង្គមថាមានបុរសមួយចំនួនស្នើសុំឲ្យរដ្ឋាភិបាលបង្កើតច្បាប់ថ្មីដែលអនុញ្ញាតឲ្យពួកគាត់យកប្រពន្ធច្រើនដើម្បីបង្កើតធនធាននេះបើតាមបុរសម្នាក់ដែលគាត់បានបង្ហោះសារថាបុរសចង់ឲ្យរដ្ឋាភិបាលបង្កើតច្បាប់ថ្មីលុបច្បាប់ចាស់ចោលយកច្បាប់តាមប្រទេសដែលអនុញ្ញាតឲ្យបុរសមានប្រពន្ធច្រើនបានដើម្បីបង្កើតធនធានគណនី Facebook ខាងលើក៏បន្តទៀតថាបើបានអញ្ចឹងមែនអ្នកមានលុយប្រហែលមានប្រពន្ធមិនក្រោម10នាក់ឡើងទេនៅអារ៉ាប់បុរសអាចយកប្រពន្ធបាន4នាក់សំខាន់ឲ្យតែចិញ្ចឹមគេរស់ក្នុងនេះគេសម្ដៅថាបង្កើតធនធានព្រោះប្រទេសយើងមនុស្សតិចណាស់អញ្ចឹងហើយបានប្រទេសជិតខាងមើងងាយសារបង្ហោះរបស់គណនី Facebook ខាងលើត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នា share ចែករំលែកប្រងព្រាតជាមួយគ្នានោះទីនេះក៏បាន share សារនោះបន្តដោយភ្ជាប់ជាមួយនឹង caption ថាមានលុយម៉ានអាខ្លះចិញ្ចឹមខ្លួនឯងមិនចង់រស់ផងចង់យកប្រពន្ធពីរការលើកឡើងរបស់ទីនេះត្រូវបាននារីជាច្រើនចូលទៅ comment ភ្លាមថារាល់ថ្ងៃអត់ច្បាប់ប្រពន្ធច្រើនផងនៅតែលួចលាក់ចិញ្ចឹមក្រៅបានចុះបើមានច្បាប់ទៀតមិនដឹងអាណាធិបតេយ្យមិនទៅចុះអនុញ្ញាតឲ្យស្រីយកប្តីបានច្រើនដើម្បីបង្កើតធនធានដែរឬទេដោយឡែកខ្លះទៀតក៏ comment ថាគួរបង្កើតច្បាប់ដាក់ទោសប្រុសណាមានកូនរួចមិនចិញ្ចឹមកូនចង់បង្កើតគេតែខ្លួនមិនទទួលខុសត្រូវចង់បានប្រពន្ធច្រើនមិនមែនដើម្បីបង្កើតធនធានទេគឺដើម្បីតែតណ្ហារបស់ខ្លួនឯងមិនអត់ប្រុសទុកលំបាកមនុស្សស្រីតែអ្នកយល់ទេដឹងទេមើលខ្ញុំសួរចង់បានធនធានមនុស្សមិនមែនមានប្រពន្ធច្រើនទេ